មានបងប្អូនមួយចំនួនដែលគាត់មានអាការៈស្រាវធ្មេញហើយអត់ដឹងធ្វើម៉េចក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញវិធីសាស្ត្រមួយចំនួនដើម្បីឲ្យបងប្អូនអាចកាត់បន្ថយអាការៈស្រាវធ្មេញដោយខ្លួនឯងនៅផ្ទះបានទី1គឺការជ្រើសរើសធម្មធ្មេញអញ្ចឹងសូមបងប្អូនជ្រើសរើសធម្មធ្មេញណាដែលវាមានសារធាតុអាចកាត់បន្ថយអាការៈស្រាវធ្មេញបានខ្ញុំឧទាហរណ៍ធម្មធ្មេញបង្គោលនេះគឺមានសារធាតុមួយចំនួនដែលជួយកាត់បន្ថយអាការៈស្រាវធ្មេញបានទី2បងប្អូនសូមជ្រើសរើសច្រាសដោះធ្មេញណាដែលវាមានសរសៃទន់ហើយបើសិនជាបងប្អូនស្រាវធ្មេញកាន់តែខ្លាំងអញ្ចឹងបងប្អូនគួរតែជ្រើសរើសច្រាសធ្មេញណាដែលវាមានសរសៃទន់កាន់តែខ្លាំងដូចគ្នាដែរឬក៏ភាសាអង់គ្លេសគេហៅថា ultra short ព្រោះនៅពេលដែលបងប្អូនប្រើប្រាស់ច្រាសដោះធ្មេញដែលវាមានសរសៃរឹងអញ្ចឹងច្រាសសរសៃដែលរឹងហ្នឹងគឺវានឹងទៅបំផ្លាញ structure របស់ធ្មេញឬក៏រចនាសម្ព័ន្ធរបស់ធ្មេញអញ្ចឹងធ្វើឲ្យបងប្អូនស្រាវធ្មេញកាន់តែខ្លាំងទី3សូមបងប្អូនជៀសវាងការញ៉ាំអាហារដែលវាមានសារធាតុអាស៊ីតអញ្ចឹងសារធាតុអាស៊ីតវានឹងទៅបំផ្លាញកញ្ចាធ្មេញឬក៏រចនាសម្ព័ន្ធធ្មេញដែលធ្វើឲ្យបងប្អូនស្រាវធ្មេញកាន់តែខ្លាំងបានដូចគ្នាបញ្ហាមួយទៀតដែលបងប្អូនមិនអាចនឹកស្មានដល់គឺអាការៈសង្គ្រាធ្មេញនៅពេលយប់បងប្អូនខ្លះគាត់គេងគឺគាត់សង្គ្រាធ្មេញអញ្ចឹងអាការៈសង្គ្រាធ្មេញហ្នឹងក៏គាត់អាចបង្កឲ្យជាឲ្យបងប្អូនស្រាវធ្មេញបានដែរអញ្ចឹងបងប្អូនអាចកាត់បន្ថយវាបានដោយប្រើប្រាស់ Mouth Guard ឬក៏ Night Guard ការប្រើប្រាស់ Mouth Guard ឬក៏ Night Guard ហ្នឹងគឺជួយកាត់បន្ថយសង្គ្រាធ្មេញក៏ដូចជាជួយកាត់បន្ថយការស្រាវធ្មេញនឹងបានដែរហើយយើងអាចប្រើប្រាស់វាត្រឹមតែពេលយប់ទៅបានហើយវានឹងជួយកាត់បន្ថយការកកិតរវាងធ្មេញនិងធ្មេញហ្នឹងហើយកាត់បន្ថយអាការៈស្រាវធ្មេញបានដូចគ្នាមួយទៀតក៏សំខាន់ដែរបងប្អូនគឺការប្រើប្រាស់ទឹកខ្ពុលមាត់អញ្ចឹងបងប្អូនគួរតែជ្រើសរើសទឹកខ្ពុលមាត់ណាដែលអត់មានជាតិអាល់កុលព្រោះកាលណាបងប្អូនប្រើប្រាស់ទឹកខ្ពុលមាត់ដែលវាមានជាតិអាល់កុលកាន់តែខ្លាំងធ្វើឲ្យមាត់បងប្អូនស្ងួតកាន់តែខ្លាំងនៅពេលដែលក្នុងមាត់របស់បងប្អូនស្ងួតកាន់តែខ្លាំងវាក៏ជាចំណែកមួយដែលធ្វើឲ្យធ្មេញរបស់បងប្អូនស្រាវកាន់តែខ្លាំងផងដែរអញ្ចឹងបងប្អូនអាចសាកល្បងវិធីសាស្ត្រទាំងនេះបានវីដេអូនេះនាំមកជូនបងប្អូនដោយថ្នាំធ្មេញបង្គោលថ្នាំធ្មេញបង្គោលគឺវាមានសារធាតុមួយចំនួនដែលជួយកាត់បន្ថយអាការៈស្រាវធ្មេញបានយ៉ាងល្អបំផុតការសម្អាតធ្មេញបានយ៉ាងខ្លាំងបំផុតស្អាតបំផុត